ជំរាបសួរលោកគ្រូខ្ញុំបាទភួងនាវីអញ្ចឹងថ្ងៃហ្នឹងខ្ញុំមកធ្វើពីកិច្ចការ final ទៅលើ DHCP server ហើយអញ្ចឹងនេះគឺជា AWS cloud របស់ខ្ញុំហើយមានឈ្មោះរបស់ខ្ញុំភួងនាវីនេះហើយខ្ញុំចូលទៅកាន់ instance ហើយខ្ញុំបានបង្កើត LAN instance រួចហើយដែលនេះ DHCP server ហើយខ្ញុំធ្វើការ copy public address នេះដើម្បីដាក់ចូលទៅក្នុង puttyចឹងខ្ញុំវាយ Ubuntu add file IP មកចូលហើយខ្ញុំចូល connection ចូលទៅកាន់ ISX យក ASNIS យក Credential ហើយខ្ញុំទៅ browse រើសយក MyKPI របស់ខ្ញុំនេះគឺជា MyKPI របស់ខ្ញុំហើយចុច open ហើយចុច open មកតង់ទៀតអូខេអញ្ចឹងវាបានចូលទៅក្នុង putty ហើយនេះគឺជា IP របស់ខ្ញុំ 172.31.6 និង168អញ្ចឹងខ្ញុំសាកឆែកម្ដងទៀតចង់ដឹងថាវាដូចគ្នាអត់អញ្ចឹងនេះ IP គឺដូចគ្នា 172.31.6.168 ដូចគ្នាអញ្ចឹងខ្ញុំសូមធ្វើការ clear វាសិនអញ្ចឹងនេះគឺជា comment ដែលខ្ញុំបានសរសេររួចហើយខ្ញុំដាក់នៅក្នុង text ដើម្បីខ្ញុំស្រួល copy វាដាក់ចូលហ្មងទៅអញ្ចឹងខ្ញុំសូមធ្វើការដាក់វាម្នាក់ពាក់កណ្ដាលហើយនេះគឺជា IP របស់ខ្ញុំមិញហ្នឹងហើយនេះគឺជា interface របស់ខ្ញុំគឺ ENX 0អញ្ចឹងទី1ចំណុចទី1ខ្ញុំធ្វើការ install DHCP server ដែលខ្ញុំប្រើ command នេះគឺសម្រាប់ update ក៏ដូចជា upgrade ទៅលើ DHCP server ខ្ញុំមកស្ដាំខ្ញុំ copy ហើយខ្ញុំមកស្ដាំទៀតខ្ញុំចុច enter មកអញ្ចឹងវាកំពុងតែធ្វើការ upgrade ក៏ដូចជា update DHCP server អញ្ចឹងវាបាន upgrade រួចហើយអញ្ចឹងខ្ញុំធ្វើការទៅ copy command ទី2គឺ command នេះគឺធ្វើការ install ទៅលើ DHCP server ហើយខ្ញុំចុច copy ស្ដាំវាមកហើយខ្ញុំចុច enter ហើយអញ្ចឹងវាបាន install រួចហើយខ្ញុំចូលទៅចំណុចទី2គឺធ្វើការ config ទៅលើ DHCP server ដែល command ទី1 sudo nano នេះគឺយើងធ្វើការដាក់វា command ហ្នឹងដើម្បីធ្វើការដាក់ interface អញ្ចឹងបើសិនជាយើងអត់បានដាក់ command ហ្នឹងចូលទេគឺយើងអត់បានដាក់ interface ទេអញ្ចឹងនៅពេលដែលយើងអត់បានដាក់ interface គឺ DHCP server វាអត់ដំណើរការទេអញ្ចឹងខ្ញុំមកស្ដាំមកចុច enter អញ្ចឹងនេះវាចូលមកហើយខ្ញុំធ្វើការចុច error key ខាងក្រោមនេះសញ្ញាព្រួយហ្នឹងទៅដាក់ក្នុង interface v4 នេះដែល interface របស់ខ្ញុំនេះគឺខ្ញុំបានធ្វើវាឲ្យម្ដងហើយអញ្ចឹង interface របស់ខ្ញុំគឺវាជាប់នៅក្នុងណាហើយខ្ញុំសូមធ្វើការលុបវាហ្មងទៅហើយខ្ញុំវាយសាមី ENX 0ហើយខ្ញុំធ្វើការចុចចេញវាគឺខ្ញុំចុច Ctrl X ហើយវាសួរយើង save អត់យើងចុចវាយមកយើងចុច enter មកគឺវាបាន save ហើយនឹងចាក់ចេញហើយចំពោះ command ទី2នេះយើងធ្វើការទៅដាក់rank ក៏ដូចជា subnet mask របស់វាអញ្ចឹងខ្ញុំធ្វើការ copy ហើយខ្ញុំមកស្ដាំមកអញ្ចឹងដោយសារតែខ្ញុំធ្លាប់បានធ្វើម្ដងរួចហើយអញ្ចឹងsubnet mask របស់ខ្ញុំហ្នឹងគឺបានជាប់នៅក្នុងហ្នឹងអញ្ចឹងបើសិនជាអ្នកដែលគាត់ធ្វើលើកទី1អញ្ចឹងពេលដែលយើង enter command នេះទៅវានឹងមានត្រង់ជ្រូកហើយនឹងអក្សរច្រើនអញ្ចឹងយើងត្រូវធ្វើការលុបត្រង់ជ្រូកនឹងចោលអស់សិនគឺយើងធ្វើការចុច Ctrl K ទៅឲ្យជាប់ទៅគឺវានឹងលុបត្រង់ជ្រូកនឹងអស់ហើយបន្ទាប់មកចាំយើងធ្វើការ copy command នេះ command របស់យើងធ្វើការ copy subnet mask របស់យើងហ្នឹងចូលទៅក្នុងនេះតែម្ដងដែល subnet mask របស់ខ្ញុំបានរៀបហើយគឺ 192.31.6 និង net mask គឺ 255.255 ហើយចំពោះ rank វិញគឺ 172
ចុច31ចុច6និង100ទៅ172ចុច31ចុច6ទៅ200នេះហើយនេះគឺជា option router 172ចុច31ចុច6ចុច1ហើយនេះគឺជា domain name server ក៏ដូចជា domain name my domain name local និង default list time នេះគឺ600និង max list time គឺ7200ចឹងខ្ញុំធ្វើការចាក់ចេញពីវាដោយសារតែខ្ញុំបានដាក់ subnet ណាចូលរួចហើយខ្ញុំធ្វើការចុច control x មកបើសិនជាអ្នកដែលគាត់ធ្វើលើកដំបូងអញ្ចឹងគាត់ចុច control x ហើយនៅចុច y enter មកតង់ទៀតមកគឺវានឹង save ហើយបានចាក់ចេញចំពោះចំណុចទី3គឺយើងទៅធ្វើការ restart ក៏ដូចជា enable ទៅលើ DHCP server ដែល command ទី1នេះយើងធ្វើការ restart DHCP server ដែលឧទាហរណ៍ថាយើងប្រើ command ហ្នឹងគឺបន្ទាប់ពីយើង update DHCP server configuration file រួចយើងទៅ add subnet mask ឬក៏ change list time អញ្ចឹងយើងត្រូវធ្វើការ run command ហ្នឹងដើម្បីធ្វើការ apply change ដោយមិនចាំបាច់ reboot system អញ្ចឹងខ្ញុំធ្វើការ copy ហើយខ្ញុំចុច enter មកហើយចំពោះ command ទី2 command ទី2នេះគឺវាមានគោលបំណង enable IS DHCP server ដើម្បី start automatic នៅលើ system boot ដោយឧទាហរណ៍ថាយើងប្រើវានៅពេលដែលយើងចង់ឲ្យ DHCP server ហ្នឹងវា run auto វាតែងតែ run automatic មកដោយយើងមិនចាំបាច់ទៅបើកវាដោយខ្លួនឯងបន្ទាប់ពីយើង reboot វាមកយើងមិនចាំបាច់បើកវាទេវានឹងពេលដែលយើង reboot ហើយវានឹងrun DHCP server ដោយ automatic ហ្មងអញ្ចឹងខ្ញុំធ្វើការ copy command ហ្នឹងហើយខ្ញុំស្ដាប់ខ្ញុំថាហើយចំពោះ command ទី3នេះគឺវា state IS DHCP server នេះគឺ command ហ្នឹងគោលបំណងគឺវាបង្ហាញពី current status នៃ DHCP server ដែលយើងឧទាហរណ៍យើងប្រើវានៅពេលដែលបន្ទាប់ពីយើង restart DHCP server ឬក៏ configuration file រួចរាល់ហើយយើងត្រូវ run command ហ្នឹងដើម្បីធ្វើការ verify server ដើម្បីដឹងថា DHCP server របស់យើងហ្នឹងវា run ត្រូវឬក៏ខុសអីចឹងបាទអញ្ចឹងខ្ញុំធ្វើការ copy command ហ្នឹងហើយខ្ញុំលើស្ដាំខ្ញុំចុច enter អញ្ចឹងនេះវាបង្ហាញរួចហើយអញ្ចឹងខ្ញុំធ្វើការចុច control Z ដើម្បី enable stop វាអូខេហើយចំណុចចុងបញ្ចប់នេះយើងធ្វើការ verify DHCP server ក៏ដូចជា assign IPS អញ្ចឹងខ្ញុំធ្វើការ copy command ហើយខ្ញុំចុច enter មកអញ្ចឹងនេះវាបាន assign IP វាបាន assign DHCP ក៏ដូចជា IPS ហើយអញ្ចឹងចំពោះ DHCP server របស់ខ្ញុំមានតែប៉ុណ្្នឹងទេលោកគ្រូសូមអរគុណ